មត្រីងៀតរដងចូលចិត្តយកទៅចៀនឬក៏យកទៅអាំងសម្រាប់ខ្ញុំពីរមុខនឹងមួយណាក៏ឆ្ងាញ់ដែរអ្នកនរគ្នាព្រោះត្រីងៀតដែលខ្ញុំជ្រើសទៅខ្ញុំមកញ៉ាំហ្នឹងគឺមកពីខាងសិប្បកម្ម Spotlight Food នេះជាងៀតត្រីឌៀបអ្នកនរគ្នាមាន3រសជាតិដល់ហើយនេះជារសជាតិរបៀបផ្អែមប្រៃហឹរអ្នកនរគ្នាត្រីងៀតខាងគាត់គឺវេចខ្ចប់បានស្អាតមែនតើលក្ខណៈពិសេសហ្នឹងគឺត្រីគាត់ fillet អត់មានឆ្អឹងទេស្រួលញ៉ាំមែនតើញ៉ាំមួយម៉ាត់ណាក៏ខ្ញុំអត់បានប៉ះឆ្អឹងសំបីតែមួយដែរអ្នកនរគ្នានេះបើសិនជាម៉ាក់ណាទិញយកធ្វើជាម្ហូបឲ្យកូនតូចៗញ៉ាំអីគឺអត់បារម្ភខ្លាចពួកគាត់លាក់ឆ្អឹងទេទិញត្រីងៀតពីខាង Spotlight Food តែមិនបាច់បារម្ភទេបងប្អូនគឺមានអនាម័យហើយអត់មានដាក់សារធាតុគីមីឬថ្នាំរក្សាទុកអីបងប្អូនគឺធម្មជាតិ 100% ហើយបើការប្រឡាក់រសជាតិរបស់គាត់គឺឆ្ងាញ់មែនតើអត់ប្រៃពេកផ្អែមពេកហឹរពេកអីទេមកល្មមឲ្យអ្នកគ្នាញ៉ាំបានហ្មងទាំងក្មេងទាំងមនុស្សចាស់អីជាតិប៉ុណ្ណឹងគឺឆ្ងាញ់បើនិយាយពីទីតាំងនិងសង្វាក់ផលិតកម្មរបស់គាត់គឺស្តង់ដារហ្មងអ្នកគ្នាទីតាំងរបស់គាត់នៅខេត្តសៀមរាបផ្ទាល់នេះបងប្អូនអាចញ៉ាំបានដោយមានទំនុកចិត្តព្រោះពីសិប្បកម្ម Spotlight Food មានតាំងពីអាជ្ញាប័ណ្ណត្រឹមត្រូវមានការចុះបញ្ជីផលិតផលចុះបផហើយមានស្តង់ដារសុវត្ថិភាពចំណីអាហារទៀតអ្វីដែលកាន់តែខ្លាំងនោះគឺមានបាកូដផលិតផលសម្គាល់ជាផលិតផលក្នុងស្រុកដោយទទួលស្គាល់ដោយសហភាពពាណិជ្ជកម្មទៀតផងបងប្អូនបានញ៉ាំម្ដងហើយនឹងជាប់ចិត្តហ្មងអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំអាចរកទិញបាននៅតាមផ្សារទំនើប Lucky ដែលនៅជិតលោកអ្នកបំផុត